សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការ add សមាជិកថ្មីចូលមកកាន់ page ប៉ុន្តែ page នេះមិនមែន page ទម្រង់ដើមទៅពីមុនទេគឺទម្រង់ page new experience ថាតើរបៀប add ហ្នឹងខុសគ្នាបែបណាយើងទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាដំបូងឡើយខ្ញុំចូលមក profile Facebook របស់ខ្ញុំធម្មតាបែបនេះអញ្ចឹងបងប្អូនទាំងអស់គ្នាស្វែងរកពាក្យ page ហើយចុចលើពាក្យ page នេះមកវានឹងឃើញ page ជាច្រើនលោតនៅលើទីនេះហើយនៅក្នុងទីនេះវាមាន page ខ្លះ new experience ដែលវាបដូរជាទម្រង់ switch ជា account ហើយ page ខ្លះទៀតគឺអត់ទាន់ទេប៉ុន្តែឥឡូវខ្ញុំលើកឧទាហរណ៍ជាមួយនឹង page ដែលវាបានបដូរហើយយើង switch ជា account ឥឡូវ page មួយនេះគឺខ្ញុំ switch ទៅហើយវាមកជាទម្រង់ profileមកដល់ទម្រង់ page profile បែបនេះវាខុសពីទម្រង់ page ធម្មតាដែលយើងធ្លាប់ប្រើពីមុនមកអញ្ចឹងបងប្អូនទាំងអស់គ្នារបៀបនៅក្នុងការ add គឺអត់ដូចពីមុនទេយើងអាចចូលមករឿងច្រឡំតិចបងប្អូនទាំងអស់គ្នាចូលមក professional dashboard នេះហើយបងប្អូនទាំងអស់គ្នាស្វែងរកពាក្យថា page access ហើយចុចលើពាក្យ page access នេះមកដល់កន្លែងនេះគឺយើងមាន2ខុសគ្នាទី1គឺយើងmanage and view access ហ្នឹងគឺយើង add គាត់ចូលបើនិយាយទៅវាសិតដូចជា admin អញ្ចឹងណាហ្នឹងហើយមានសិតច្រើនជាងហើយទី2ហ្នឹងគឺ add ជាលក្ខណៈ people ដែលគាត់អាចធ្វើការទៅតាមមុខងារផ្នែកការងាររបស់គាត់នីមួយៗនឹងថា people with task access អញ្ចឹងវាដូចជា editor អញ្ចឹងណាអញ្ចឹងយើងអាច select មុខងារដែលគាត់អាចធ្វើការនៅក្នុង page របស់យើងបានឥឡូវយើងចូលមកកន្លែងខាងលើនេះយើងចុចមកយើងវាយឈ្មោះអ្នកដែលគាត់យើងចង់ add គាត់ចូលមកហើយយើង select ចឹងមកហើយកន្លែងនេះគេបញ្ជាក់ឲ្យថាសិទ្ធិរបស់គាត់មានសិទ្ធិធ្វើអីខ្លះបងប្អូនទាំងអស់គ្នាអាចអានលម្អិតបន្ថែមទៀតបានឬមួយក៏យើងចង់ឲ្យគាត់គឺមានសិទ្ធិទាំងអស់តាំងពីការ add សមាជិកថ្មីចូលក្នុង page ទៀតយើងបើកប៊ូតុងខៀវមកតែបើអត់ទេគឺមិនបាច់បើកបន្ថែមទៀតទេហើយយើងចុច give access ហ្នឹងមកគឺបានហើយចាំមានថាគាត់មានសិទ្ធិទាំងអស់គ្រាន់តែគាត់មានសិទ្ធិនៅក្នុងការ add សមាជិកថ្មីចូលហើយយើង give access មកឥឡូវយើងចូលមកកន្លែង people with task access នេះតើយើងឲ្យសិទ្ធិអីខ្លះនៅក្នុងការងាររបស់គាត់នៅក្នុង page អញ្ចឹងយើងចុច next មកហើយយើងវាយឈ្មោះដូចគ្នាបន្ទាប់ពីយើងវាយឈ្មោះរួចហើយយើង select មកយើងនឹងឃើញមុខងារដែលគេឲ្យបើកយើងអាចអានមុខងារមួយមកដូចជា comment message អីផ្សេងហ្នឹងយើងចង់ឲ្យពួកគាត់មានមុខងារត្រឹមអីគឺយើងបើកពណ៌ខៀវមកអញ្ចឹងគឺងាយស្រួលសម្រាប់ពួកគាត់នៅក្នុងការធ្វើការក្នុង page ហើយសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងឯងហើយខាងក្រោមនេះគឺ business manager មានថាគាត់គឺជា owner នៃ page អញ្ចឹងគាត់មានសិទ្ធិធំជាងគេនឹងឯងហើយសម្រាប់ business manager គឺខ្ញុំនឹងធ្វើវីដេអូលម្អិតបន្ថែមទៀតនៅក្នុងវីដេអូក្រោយដោយសារវាមានអ្វីច្រើនដែលយើងត្រូវនិយាយអំពី business manager នឹងផងដែរអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ